ជំរាបសួរបងប្អូនដែលកំពុងទស្សនាកម្មវិធីដែលនឹងជួយឲ្យបងប្អូនរួចចេញពីការថប់បារម្ភដោយអត់សង្ឃឹមមានសេរីភាពពីចំណងនៃវិញ្ញាណអាក្រក់មានអំណរជាពិសេសទទួលបាននូវទិដ្ឋាថ្មីដែលមកពីព្រះជាម្ចាស់នៅក្នុងថ្ងៃនេះបងប្អូននឹងបានលើកពីការអស្ចារ្យដែលព្រះបានធ្វើចំពោះបងប្រុសម្នាក់ដែលគាត់ធ្លាប់រស់នៅក្នុងគ្រួសារដែលបាក់បែកជាក្មេងដែលខ្វះភាពកក់ក្ដៅនិងធ្លាប់រស់នៅក្នុងមណ្ឌលកែប្រែតែវាក៏ជាឱកាសសម្រាប់គាត់តើវាជាឱកាសអ្វីតោះចា៎យើងនឹងទៅជួបបងប្រុសជាមួយនឹងគ្នាជំរាបសួរបងបាទជំរាបសួរបងសុខសប្បាយអត់បាទខ្ញុំសុខសប្បាយជំរាបថាសុខសប្បាយខ្ញុំសុខសប្បាយដូចគ្នាអញ្ចឹងបងអាចជួយណែនាំខ្លួនឲ្យបងប្អូនយើងមកស្គាល់ពីបងផងបានអត់បានតាជំរាបសួរអំពុំវិញបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះថានពិសុទ្ធហើយខ្ញុំជាអ្នកខេត្តតាកែវហើយសប្តាហ៍ខ្ញុំកំពុងតែបម្រើការនៅមណ្ឌល Team Challenge នៃកម្ពុជានៅខេត្តតាកែវហើយនឹងកំពុងតែបម្រើប្រជាម្ចាស់នឹងគុំជំនុំជាអ្នកដែលសម្របសម្រួលគឺបង្ងំថ្វាយបង្គំនិងជាអ្នកដែលជួយបង្រៀនភាសាអង់គ្លេសទៅកាន់ក្មេងៗនៅក្នុងគុំជំនុំផងដែរអូអញ្ចឹងបងជាអ្នកដែលសម្របសម្រួលនៅក្នុងក្រុមថ្វាយបង្គំអញ្ចឹងបងចេះលេងឧបករណ៍ភ្លេងអីខ្លះដែរបាទសម្រាប់ខ្ញុំចេះលេង piano និង guitar បានខ្លះដែរខ្ញុំចេះលេង piano តិចៗដែរតាអញ្ចឹងចាំឲ្យបងជួយបរៀនបន្ថែមមានអីគ្រាន់តែមិនដឹងថាខាងណាបរៀនខាងណាប៉ុណ្ណឹងអូអញ្ចឹងបងតានៅក្នុង Team Challenge ធ្វើការលើអីខ្លះដែរបងTeam Challenge គឺជាអង្គការគឺបរិស័ទហើយ Team Challenge គឺជាអង្គការដែលស្ដារយុវនីតិសម្បទាហើយយើងធ្វើការជាមួយនឹងអ្នកដែលមានបញ្ហាក្នុងការញៀនដូចជាអញ្ញម៉ាសាបារីអេឡិចត្រូនិកនិងល្បែងជាដើមអញ្ចឹងបង Team Challenge ធ្វើការគ្រប់ផ្នែកនៃសារធាតុញៀនតើបងបាទចឹងដោយសារតើបងជាអ្នកដែលជឿលើព្រះយេស៊ូវតើបងមានជំនឿលើព្រះយេស៊ូវរយៈពេលប៉ុន្មានហើយឬក៏បងមានសមាជិកគ្រួសារដែលគាត់ជាអ្នកជឿដែរសម្រាប់ខ្ញុំជឿព្រះអង្គនៅក្នុងឆ្នាំ2011ឥឡូវនេះមកដល់ពេលនេះមានរយៈពេល14ឆ្នាំហើយក្រុមគ្រួសាររបស់ខ្ញុំអត់មានអ្នកដែលជួយលើព្រះអង្គទេពេលខ្ញុំនិយាយមកដល់ត្រង់នេះខ្ញុំក៏អត់ដឹងថាក្រុមគ្រួសាររបស់ខ្ញុំឥឡូវនេះពួកគាត់នៅទីណាដែរអូមកចឹងបងហើយតើមានរឿងអីខ្លះកាត់ឡើងចំពោះគ្រួសាររបស់បងកាលពីខ្ញុំមានអាយុប្រហែលជា8 9ដល់10ឆ្នាំខ្ញុំជាក្មេងម្នាក់ដែលរស់នៅក្នុងក្រុមគ្រួសារដែលមានជីវភាពក្រីក្រនិងលំបាកខ្លាំងនៅក្នុងបន្ទុកនៃក្រុមគ្រួសាររបស់ខ្ញុំមានសមាជិក4នាក់ឪពុករបស់ខ្ញុំគាត់មានសតិអត់គ្រប់ទេហើយគាត់ជាអ្នកដែលដើរសុំលុយគេតាមផ្សារម្ដាយរបស់ខ្ញុំគាត់ជាអ្នកដែលដើររើអាចារ្យហើយខ្ញុំនិងបងស្រីរបស់ខ្ញុំក៏ជាអ្នកដែលសុំលុយនិងដើររើអាចារ្យដែរបើមើលទៅជីវិតខ្ញុំនៅកាលនោះហាក់បីដូចជាអត់មានអ្វីល្អសោះអាចនិយាយបានថាយើងមានជីវិតអាចរស់រានដូចជាកូនគេដទៃទៀតដែរក៏ប៉ុន្តែស្ថានភាពគ្រួសារនិងជីវភាពគ្រួសារយើងមានលក្ខណៈខុសពីគេហើយខ្ញុំចាំបានថានៅក្នុងឆ្នាំប្រហែលជា2010ខ្ញុំចាប់ដើមចេះប្រើប្រាស់គ្រឿងញៀនមួយយ៉ាងដែលហៅថាកៅតាមរយៈមិត្តភ័ក្តិរបស់ខ្ញុំហើយក្នុងនោះខ្ញុំក៏ចេះផឹកស្រាចេះជក់បារីផងដែរតែខ្ញុំអត់បានប្រើប្រាស់ជាមួយនឹងយ៉ាម៉ាឬក៏ម៉ាតកកទេដោយសារតែខ្ញុំនៅក្មេងពេកបងនៅទីនោះអត់បានឲ្យអនុញ្ញាតឲ្យខ្ញុំប្រើប្រាស់ទេហើយបើពេលនោះបើពួកគាត់អត់ប្រើប្រហែលជាខ្ញុំអាចនឹងធ្លាក់ខ្លួននៅការប្រើប្រាស់ម៉ាតកកដែរចឹងនៅពេលដែលបងចាប់ផ្ដើមប្រើប្រាស់គ្រឿងញៀនតើទាំងអស់ហ្នឹងផ្ដល់ផលលំបាកអីខ្លះទៅកាន់បងពេលខ្ញុំចាប់ដើមប្រើប្រាស់គ្រឿងញៀនដំបូងគ្រួសាររបស់ខ្ញុំបានខ្វល់ពីខ្ញុំទេទោះបីជាខ្ញុំប្រើឬជីវិតរបស់ខ្ញុំបែបណាក៏គាត់អត់បានគិតពីខ្ញុំដែរហើយពេលនោះហើយដែលខ្ញុំបានគិតថាគ្រួសាររបស់ខ្ញុំចាប់ដើមបាត់ភាពកក់ក្ដៅមកកាន់ខ្ញុំកាន់តែខ្លាំងឡើងហើយមានសំណួរជាច្រើននេះខ្ញុំបានសួរមកកាន់ខ្លួនឯងពេលនោះមានសំណួរមួយខ្ញុំសួរមកកាន់ខ្លួនឯងថាហេតុអីបានជាខ្ញុំអត់មានជីវិតដូចកូនគេដទៃហេតុអីបានជាខ្ញុំអត់មានក្រុមគ្រួសារក្នុងការមើលថែដូចក្មេងដទៃទៀតហើយម្ដងម្កាលខ្ញុំចង់បញ្ចប់ជីវិតរបស់ខ្លួនឯងដើម្បីចង់ឲ្យចាកចេញពីភាពលំបាកភាពឯការបស់ខ្ញុំហើយរឿងរ៉ាវដ៏សែនអាប់អួលថែមពីលើក្រុមគ្រួសាររបស់ខ្ញុំថែមទៀតនោះគឺមានពេលវេលាមួយក្រុមគ្រួសាររបស់ខ្ញុំចាប់ដើមមានមនុស្សប្រុសម្នាក់បានចូលមកនៅក្នុងដំបូលគ្រួសាររបស់ខ្ញុំផងដែរហើយក៏ជាពេលវេលាដែលបងស្រីរបស់ខ្ញុំទទួលនៅអំពើអសិលធម៌ការរំលោភបំពាននិយាយទៅពេលនោះគឺវាសែនរញ៉េរញ៉ៃហើយអាប់អួរខ្លាំងណាស់សម្រាប់ជីវិតគ្រួសាររបស់ខ្ញុំនៅពេលនោះ
ហើយសម្រាប់ខ្ញុំត្រូវបានបងប្រុសម្នាក់នោះនិងម្ដាយរបស់ខ្ញុំប្រើប្រាស់អំពើហិង្សាមកលើខ្ញុំដោយប្រើវត្ថុជាច្រើនមិនវ័យមកលើខ្ញុំចាំបានថាមានដូចជាខ្សែក្រវ៉ាត់ខ្សែភ្លើងនិងស្មាអាវហើយអ្វីដែលខ្ញុំគិតថាវាអាក្រក់សម្រាប់ខ្ញុំនោះគឺមុនពេលដែលគាត់វាយធ្វើបាបខ្ញុំម្ដងគាត់ត្រូវការចាក់ច្រវាក់ខ្ញុំជាប់ជាមួយនឹងសសរផ្ទះហើយគាត់អាចវាយខ្ញុំបានតាមចិត្តព្រោះខ្ញុំអត់មានឱកាសក្នុងការរើទៀតទេដោយសារតែខ្ញុំជាប់ច្រវាក់នឹងជើងអញ្ចឹងគាត់អាចធ្វើបាបខ្ញុំលើសពីនេះទៅទៀតនៅពេលដែលគាត់វាយធ្វើបាបខ្ញុំហើយក៏អត់ទាន់បានបលែងខ្ញុំវិញទេហើយគាត់បានដាក់ខ្ញុំនៅក្នុងផ្ទះចោលហើយអត់មានអីហូបតតែសោះរហូតដល់គាត់ត្រឡប់មកផ្ទះវិញអញ្ចឹងខ្ញុំជាប់នៅក្នុងច្រវាក់នោះជាច្រើនថ្ងៃហើយយើងក្មេងក៏មិនថាយើងអត់មានឱកាសដោយសារតែយើងទៅបានអ្នកផ្ទះយើងឃុំឃាំងជាប់ជាមួយនឹងច្រវាក់ផងដែរហើយនៅពេលដែលខ្ញុំចាំបានថានៅពេលដែលខ្ញុំចាប់ដើមរួចពីច្រវាក់គាត់ទៅបានដោះលែងខ្ញុំនៅពេលនោះខ្ញុំក៏បានរត់ចេញពីផ្ទះហើយខ្ញុំអត់មានចិត្តចង់ត្រឡប់មកផ្ទះវិញទេខ្ញុំចាប់ដើមដើរដេកនៅតាមចិញ្ចើមថ្នល់ខ្ញុំដើរដេកតាមមុខផ្ទះគេខ្ញុំដើរដេកទៅតាមហាងផ្សេងជាមួយនឹងបាក់ចាយរបស់ខ្ញុំហើយរឿងមួយដែលខ្ញុំចាំបានសម្រាប់ជីវិតរបស់ខ្ញុំមកជាពេលវេលាដែលខ្ញុំយល់ថាជាពេលវេលាដ៏សែនឈឺចាប់មួយនោះនៅប្រហែលជាម៉ោងបាយថ្ងៃត្រង់ហ្នឹងហើយខ្ញុំអត់មានលុយទេខ្ញុំរកលុយអត់បានហើយខ្ញុំឃ្លានខ្ញុំបានដើរចូលទៅក្នុងសាលាមួយក្នុងគោលបំណងរបស់ខ្ញុំទៅរៀនអេតចាយផងហើយក៏ទៅរកអាហារតាមធុងសម្រាមចូលមកហូបដែរហើយនៅពេលនោះខ្ញុំបានហូបអាហារចេញពីធុងសម្រាមដោយសារខ្ញុំឃ្លានពេកហើយមានក្មេងៗនៅក្នុងសាលានោះគេបានមើលងាយខ្ញុំគេថាឲ្យខ្ញុំហើយគេបានដេញខ្ញុំចេញពីសាលានោះសំណួរមួយដែលខ្ញុំបានសួរមកកាន់ខ្លួនឯងនៅពេលនោះថាខ្ញុំសួរថាហេតុអីបានជាក្រុមគ្រួសាររបស់ខ្ញុំអត់អាចឲ្យខ្ញុំមានឱកាសរៀនដូចជាកូនគេដទៃទៀតតើបងបន្តរស់នៅបាត់នេះយូរប៉ុណ្ណាដែរបងហើយបងប្រើប្រាស់គ្រឿងញៀនហើយអញ្ចឹងនៅពេលដែលបងត្រូវការគ្រឿងញៀនប៉ុន្តែបងអត់លុយអញ្ចឹងពេលនោះបងនឹងធ្វើយ៉ាងម៉េចខ្ញុំរស់នៅក្នុងជីវិតលំបាកបែបនោះប្រហែលជាង1ឆ្នាំហើយពេលដែលខ្ញុំអត់លុយហើយត្រូវការប្រើប្រាស់កាវជាធម្មតាដោយសារតែយើងប្រើប្រាស់យើងមានមិត្តភ័ក្តិយើងអាចទៅសុំគេប្រើប្រាស់ម្ដងម្កាលអញ្ចឹងទៅនៅក្នុងពេលដែលជីវិតរបស់ខ្ញុំកំពុងតែលំបាកហើយទាល់ច្រកខ្លាំងដល់ពេលនោះខ្ញុំក៏បានជួបជាមួយនឹងឱកាសដ៏ល្អមួយពូតើជាឱកាសអីដែរបងអ្វីដែលខ្ញុំរាប់ថាវាជាឱកាសដ៏ល្អសម្រាប់ខ្ញុំនៅពេលនោះដោយសារតែមានលោកគ្រូ2នាក់គាត់ជាអ្នកដែលបំពេញការងារនៅក្នុងមណ្ឌល Teen Challenge ហើយគាត់ជាអ្នកដែលចោះយកមនុស្សតាមសហគមន៍ដើម្បីយកទៅមណ្ឌលក្នុងការកែប្រែអញ្ចឹងទៅហើយពេលនោះគាត់បានចុះមកដល់ភូមិខ្ញុំហើយសូមបញ្ជាក់ដែរនៅក្នុងភូមិដែលខ្ញុំរស់នៅនោះគឺក្នុងរំលឹករបស់ខ្ញុំគឺពោពេញទៅដោយអ្នកដែលប្រើប្រាស់សារធាតុញៀនហើយពេលគាត់មកដល់ក្នុងភូមិខ្ញុំគាត់បានជួបជាមួយនឹងខ្ញុំដែលខ្ញុំកំពុងតែលេងជាមួយនឹងក្មេងៗដទៃទៀតនៅក្នុងនោះហើយក្នុងដៃរបស់ខ្ញុំមានកាន់កាវផងហើយគាត់បានដឹងថាខ្ញុំជាអ្នកដែលប្រើប្រាស់សារធាតុញៀនគាត់បានមកសួរខ្ញុំថាតើបងអូនចង់ទៅមណ្ឌលដើម្បីកែប្រែអត់ហើយនៅទីនោះមានរបស់លេងជាច្រើនហើយខ្ញុំក្មេងនៅពេលដែលឮថាមានរបស់លេងជាច្រើនហើយខ្ញុំពិតជាចង់ហើយក្នុងចិត្តរបស់ខ្ញុំក៏ខ្ញុំចង់កែប្រែគ្រឿងញៀនដែរហើយប៉ុន្តែប៉ុណ្ណោះទៀតខ្ញុំក៏បានសុំគាត់ទាំងពីរអ្នកនោះឲ្យយកបងស្រីរបស់ខ្ញុំម្នាក់ទៀតឲ្យទៅនៅមណ្ឌល Teen Challenge ផងហើយខ្ញុំចង់បញ្ជាក់កន្លែងនេះដែរបងស្រីរបស់ខ្ញុំក៏ជាអ្នកដែលប្រើប្រាស់សារធាតុញៀនដែរហើយពេលនោះទាំងខ្ញុំនិងបងស្រីរបស់ខ្ញុំក៏ត្រូវបានទៅរស់នៅក្នុងមណ្ឌល Teen Challenge ទាំងពីរនាក់ដោយខ្ញុំទៅរស់នៅមណ្ឌល Teen Challenge នៅខេត្តតាកែវហើយបងស្រីរបស់ខ្ញុំគាត់រស់នៅក្នុងមណ្ឌល Teen Challenge ស្ត្រីនៅឯភ្នំពេញអូពិតជារំភើបមែនតើបងអញ្ចឹងសម្រាប់បងផ្ទាល់នៅពេលហ្នឹងបងមានអារម្មណ៍យ៉ាងណាដែរពេលដែលខ្ញុំបានទៅមណ្ឌលជាលើកដំបូងនៅថ្ងៃដំបូងបំផុតខ្ញុំមានអារម្មណ៍ថាទទួលបានសេចក្តីសង្ឃឹមនិងភាពកក់ក្ដៅចេញពីកន្លែងនោះដែលខ្ញុំដែលធ្លាប់បានពីមុនមក
ដោយសារតែទៅដល់ទីនោះភ្លាមយើងមានកន្លែងគេងត្រឹមត្រូវយើងមានអាហារហូបចុកគ្រប់គ្រាន់និងមានរបស់ផ្សេងសម្រាប់ឲ្យយើងប្រើប្រាស់ហើយដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំមិនដែលបានទាំងអស់នោះពីមុនមកទេក៏ប៉ុន្តែអារម្មណ៍ទាំងអស់នោះនៅជាមួយខ្ញុំមិនបានយូរទេប្រហែលជាមួយអាទិត្យក្រោយមកខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថាធុញថប់ស្មុគស្មាញហើយខ្ញុំនឹកដល់សេរីភាពរបស់ខ្ញុំដើរនៅខាងក្រៅនឹកដល់ប៉ាម៉ាក់របស់ខ្ញុំក៏បានទៅជួបជាមួយនឹងប្រធានមណ្ឌលហើយសូមគាត់ចង់ចាក់ចេញពីមណ្ឌលនោះវិញក៏ប៉ុន្តែលោកគ្រូប្រធានមណ្ឌលបាននិយាយជាមួយខ្ញុំជាច្រើនហើយអ្វីដែលខ្ញុំអាចចាំបាននៅពេលនោះហើយជាមេរៀនសម្រាប់ខ្ញុំដែរគាត់បានប្រាប់ខ្ញុំថាគាត់អត់ឲ្យខ្ញុំទៅទេគាត់បន្ថែមទៀតថាបើសិនជាខ្ញុំទៅនៅថ្ងៃនោះខ្ញុំពិតជាស្លាប់ហើយឃ្លានេះហើយដែលខ្ញុំបានយកវាមកគិតហើយខ្ញុំចង់មានជីវិតបន្តទៀតខ្ញុំក៏បានស្ម័គ្រចិត្តហើយនៅក្នុងមណ្ឌលនោះតែម្ដងបងដោយសារតែនៅទីនោះគេតម្រូវបងផ្ដាច់គ្រឿងញៀនអញ្ចឹងនៅពេលហ្នឹងមែនបងចាប់ដើមចង់ចាក់ចេញពីមណ្ឌលនោះបាទដោយសារតែការញៀនរបស់ផងយើងវាពិបាកក្នុងការផ្ដាច់ហើយអ្វីដែលជាពិសេសគឺខ្ញុំនឹកដល់សេរីភាពរបស់ខ្ញុំដែរហើយអញ្ចឹងទៅខ្ញុំនឹកដល់គ្រួសាររបស់ខ្ញុំផងទៅខ្ញុំចង់សម្រេចចិត្តចង់ចាក់ចេញទៅវិញបងនៅពេលដែលបងចាប់ផ្ដើមផ្ដាច់សារធាតុញៀនតើវាផ្ដល់ផលលំបាកអីខ្លះទៅកាន់បងហើយតើបងត្រូវការចំណាយពេលប្រហែលក្នុងការដែលផ្ដាច់ហើយនៅទីនោះមែនតែបងចាប់ផ្ដើមស្គាល់ព្រះយេស៊ូវសម្រាប់ពេលផ្ដាច់សារធាតុញៀនដំបូងដូចខ្ញុំនិយាយចឹងពាក្យថាញៀនវាអត់ងាយក្នុងការផ្ដាច់ទេហើយវាពិបាកខ្លាំងមែនទែនដោយសារតែយើងធ្លាប់តែប្រើប្រាស់ហើយដល់ពេលយើងឈប់ប្រើប្រាស់ទៅយើងមានអារម្មណ៍ថាអត់សនុកក្នុងខ្លួនមានអារម្មណ៍ថាយើងអត់ស្រួលក្នុងខ្លួនអញ្ចឹងណាហើយបើតាក់ទងជាមួយនឹងរយៈពេលនៃការផ្ដាច់យើងធ្វើការបើយើងនិយាយអំពីរយៈពេលនៃការផ្ដាច់គឺខ្ញុំព្យាយាមធ្វើតាមកម្មវិធីរបស់ Teen Challenge ព្រោះគេតម្រូវឲ្យយើងនៅព្យាបាលនៅទីនោះរយៈពេល1ឆ្នាំបាទដើម្បីយើងអាចផ្ដាច់ជាមួយនឹងសារធាតុញៀននោះដោយជាសះស្បើយអរគុណព្រះអង្គសម្រាប់គ្រប់កិច្ចការទាំងអស់ដែលព្រះម្ចាស់ជាព្រះបានរៀបចំសម្រាប់ជីវិតរបស់ខ្ញុំហើយអ្វីដែលខ្ញុំរាប់ថាជាឱកាសដ៏ល្អខ្លាំងបំផុតសម្រាប់ខ្ញុំនៅពេលនោះគឺនៅខែសីហាឆ្នាំ2011ខ្ញុំបានឮអំពីដំណឹងល្អរបស់ព្រះយេស៊ូវដំបូងក្នុងជីវិតរបស់ខ្ញុំតាមរយៈការបង្រៀនអក្ខរកម្មបែបព្រាបបរិស័ទមកកាន់អ្នកដែលអត់ចេះអក្សរក្នុងនោះគឺមានខ្ញុំម្នាក់ដែរពេលដែលខ្ញុំចាប់ដើមបានរៀនអក្សរដំបូងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែពីក្មេងយើងអត់ដែលបានរៀនទេពេលយើងបានរៀនអញ្ចឹងខ្ញុំពិតជាមានអារម្មណ៍ថារីករាយហើយរំភើបខ្លាំងមែនទែនហើយខ្ញុំពិតជាចង់រៀននៅពេលនោះខ្ញុំចង់រៀនខ្លាំងណាស់ហើយអ្វីដែលខ្ញុំរាប់ថាពិសេសទៀតនោះលោកគ្រូម្នាក់បានបង្រៀនខ្ញុំអំពីឈ្មោះនៃកាន់កូពីហើយខ្ញុំមិនដែលស្គាល់ទេថាអីទៅកូពីខ្ញុំឆ្ងល់អំពីព្រះគម្ពីរដែរហើយគ្រូគាត់បានបញ្យល់បកស្រាយប្រាប់ខ្ញុំថាព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជាបិតារបស់យើងទៅពេលដែលខ្ញុំឮពាក្យថាបិតាខ្ញុំមានអារម្មណ៍ថាឆ្ងល់ថាបិតាហ្នឹងអីគេគាត់បានប្រាប់ខ្ញុំថាអញ្ចឹងព្រះអង្គព្រះបិតាព្រះអង្គគឺជាព្រះយេស៊ូវគ្រីស្ទហើយព្រះអង្គគឺជាឪពុកដ៏ល្អរបស់ផងយើងទៅពេលដែលខ្ញុំចាប់ដើមស្ដាប់ឮពាក្យថាឪពុកដំបូងខ្ញុំហាក់បីដូចជាទទួលបានអារម្មណ៍មានភាពកក់ក្ដៅមួយយ៉ាងដែលខ្ញុំមិនដែលធ្លាប់បានពីមុនមកហើយនៅទីនោះរៀងរាល់ថ្ងៃអាទិត្យគេនឹងនាំក្មេងៗតូចៗដូចជាពួកខ្ញុំហ្នឹងទៅថ្នាក់ថ្ងៃអាទិត្យនៅក្នុងក្រុមជំនុំមួយនៅក្បែរនោះដែរហើយខ្ញុំពេលដែលខ្ញុំបានទៅដល់ថ្នាក់ថ្ងៃអាទិត្យនោះគឺខ្ញុំបានរៀនអំពីបំណងមហាទេវរបស់ព្រះអង្គអំពីការស្រឡាញ់របស់ព្រះអង្គពេលខ្ញុំបានរៀនអំពីដេកស្រឡាញ់របស់ព្រះអង្គខ្ញុំបានដឹងថាព្រះអង្គស្រឡាញ់ខ្ញុំខ្លាំងហើយពេលនោះហើយខ្ញុំដឹងថាព្រះអង្គពិតជាឪពុកដ៏ល្អសម្រាប់ជីវិតរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃមានបងគាត់នៅទីនោះគាត់ស្រឡាញ់គាត់ចូលចិត្តខ្ញុំហើយគាត់បានឲ្យសម្លៀកបំពាក់ថ្មីស្អាត
មកខ្ញុំហើយខ្ញុំពិតជារំភើបខ្លាំងមែនទែនជាពេលវេលាដែលខ្ញុំបានរបស់ល្អប្រើដំបងហើយពួកគាត់នាំខ្ញុំឲ្យចេះសម្អាតខ្លួនគាត់ឲ្យនំចំណីរបស់គាត់ដែលម្ដាយរបស់គាត់ទុកឲ្យនោះឲ្យខ្ញុំញ៉ាំមកចំណែកដែរពេលនោះខ្ញុំបានសួរមកកាន់ខ្លួនឯងថាតើខ្ញុំជាពីណាគេទៅបានជាពួកគាត់នៅទីនោះគាត់ស្រឡាញ់ខ្ញុំម្ល៉េះពួកគាត់យកចិត្តទុកដាក់ចំពោះខ្ញុំម្ល៉េះពួកគាត់មើលថែខ្ញុំម្ល៉េះហើយពេលនោះហើយបានខ្ញុំដឹងថាព្រះអង្គដែលជាឪពុករបស់ខ្ញុំព្រះអង្គបានយកចិត្តទុកដាក់ចំពោះខ្ញុំហើយបានប្រើប្រាស់មនុស្សជំនាន់ខ្លួនរបស់ខ្ញុំក្នុងការមើលថែខ្ញុំហើយខ្ញុំចង់អរគុណព្រះអង្គដែរនៅក្នុងឆ្នាំ2012ខ្ញុំក៏បានទទួលពិធីជំនួសទឹកក៏ប៉ុន្តែខ្ញុំតែអត់ទាន់ស្គាល់ព្រះអង្គច្បាស់នៅឡើយព្រោះខ្ញុំទៅតែបានរៀនអំពីព្រះអង្គក៏ប៉ុន្តែខ្ញុំក៏បានធ្វើពិធីជំនួសទឹកជាមួយគេនៅពេលនោះដែរប្រងពិតជាអស្ចារ្យមែនតើប្រងតែផ្ដល់ឱកាសដល់យើងក្នុងការដែលផ្លាស់ប្រែជានិច្ចអញ្ចឹងនៅពេលដែលបងចាប់ដើមជឿទៅលើព្រះយេស៊ូវតើបងដឹងថាខ្លួនឯងបានផ្លាស់ប្រែអ្វីខ្លះដែរបងអូជីវិតរបស់ខ្ញុំមានការផ្លាស់ប្រែច្រើនខ្លាំងណាស់ដែលខ្ញុំអាចនិយាយបានថារៀបរាប់ពេញមួយថ្ងៃក៏ខ្ញុំមិនអាចរៀបរាប់អំពីការផ្លាស់ប្រែដែលព្រះអង្គបានចាស់ជប់ព្រះបានធ្វើមកកាន់ជីវិតរបស់ខ្ញុំដែរក៏ប៉ុន្តែខ្ញុំនឹងសង្ខេបខ្លះអ្វីដែលខ្ញុំរាប់ថាខ្ញុំទទួលបានការផ្លាស់ប្រែធំបំផុតសម្រាប់ជីវិតរបស់ខ្ញុំនោះគឺខ្ញុំបានដើរចេញពីការញៀនរបស់ខ្ញុំទទួលបានស្នាមញញឹមក្តីសង្ឃឹមថ្មីពីព្រះអង្គខ្ញុំទទួលបានភាពកក់ក្ដៅពីព្រះខ្ញុំទទួលបានការមើលថែពីមនុស្សដែលអត់ស្គាល់ខ្ញុំពីមុនមកប៉ុន្តែពួកគាត់បានមើលថែខ្ញុំហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនរកឲ្យប្រៀបទៅស្មានបានចាបងទោះបីជាពេលខ្លះរឿងពិបាកប៉ុន្តែនៅពេលដែលយើងមានព្រះអង្គជាអ្នកដែលជួយយើងម្ដងបន្តិចទោះពិបាកប៉ុន្តែយើងនៅតែអាចធ្វើបានបាទពិតមែនហើយបន្តមកទៀតខ្ញុំក៏បានស្គាល់អង្គការមួយនៅភ្នំពេញហើយពេលនោះខ្ញុំក៏បានសុំខាងអង្គការ Think Challenge ហើយចង់បន្តដំណើរជាមួយនឹងអង្គការថ្មីនៅភ្នំពេញបន្ថែមទៀតអង្គការដែលរៀនសូត្របន្តក៏ប៉ុន្តែនៅពេលនោះខ្ញុំបានប្រើប្រាស់ជាមួយនឹងសិទ្ធិសេរីភាពរបស់ខ្ញុំខុសធ្វើឲ្យខ្ញុំបានធ្លាក់ចុះហើយអញនិយាយបានថាជាពេលវេលាដែលសោកស្ដាយសម្រាប់ខ្ញុំដែរខ្ញុំចាប់ដើមបោះបង់ការសិក្សារបស់ខ្ញុំត្រឹមថ្នាក់ទី11នៅក្នុងឆ្នាំ2019ចឹងនៅពេលដែលបងមកដល់ភ្នំពេញតើបងចាប់តាមជួបរឿងរ៉ាវអីខ្លះដែរបងពេលដែលខ្ញុំមកដល់ភ្នំពេញដែលខ្ញុំបានបញ្ជាក់ខាងលើខ្ញុំបានប្រើប្រាស់ជាមួយនឹងសេរីភាពរបស់ខ្ញុំខុសខ្ញុំគិតថាពេលខ្ញុំមានសេរីភាពមកដល់ភ្នំពេញខ្ញុំចង់មានឱកាសដូចកូនគេដទៃទៀតហើយធ្វើឲ្យឱកាសទាំងអស់នោះបានឆក់យកឱកាសដ៏ធំរបស់ខ្ញុំហើយពេលដែលខ្ញុំបានផ្អាកឬក៏ឈប់រៀនត្រឹមថ្នាក់ទី11នៅពេលនោះខ្ញុំខ្វាយខ្វល់ខ្ញុំគិតច្រើនខ្លាំងមែនទែនហើយគេថានឹងចង់ទៅរៀនជំនាញដើម្បីធ្វើជាជំនាញមួយក្នុងការចិញ្ចឹមជីវិតនៅពេលក្រោយអញ្ចឹងណាក៏ប៉ុន្តែគ្រប់មុខជំនាញគ្រប់អ្វីដែលខ្ញុំបានរៀនវាអត់ជោគជ័យវាបរាជ័យទាំងអស់ហើយខ្ញុំមានអារម្មណ៍កាន់តែស្មុគស្មាញហើយគិតអីអត់ចេញទេហើយនៅពេលនោះខ្ញុំបានទៅនៅក្នុងបន្ទប់ម្នាក់ឯងខ្ញុំបានយំហើយអធិដ្ឋានសូមជំនួយពីព្រះអង្គហើយស្រាប់តែខ្ញុំបានលើពាក្យស្លាព្រះគម្ពីរនៅក្នុងសាជារបស់ខ្ញុំបានលើពាក្យនេះយូរមកហើយពីគ្រូរបស់ខ្ញុំនៅ Think Challenge ប៉ុន្តែខ្ញុំអត់បានឆ្លើយតបថាខ្ញុំនឹងចង់មកស្លាព្រះគម្ពីរទេដល់ពេលដែលខ្ញុំបានអធិដ្ឋានព្រះអង្គនៅពេលនោះខ្ញុំស្រាប់តែខ្ញុំមានអារម្មណ៍ថាចង់ទៅរៀនស្លាគម្ពីរហើយខ្ញុំបានទៅជួបជាមួយនឹងថ្នាក់ដឹកនាំរបស់អង្គការនៅក្នុងភ្នំពេញខ្ញុំបានសុំគាត់ថាខ្ញុំចង់ទៅរៀនស្លាគម្ពីរហើយគាត់បាននាំខ្ញុំទៅស្លាគម្ពីរជាច្រើនក៏ប៉ុន្តែខ្ញុំបានជ្រើសរើសយកស្លាគម្ពីរមួយដែលអាចឆ្លើយតបជាមួយនឹងតម្រូវការរបស់ខ្ញុំបានដោយសារតែទីនោះអាចផ្ដល់ឱកាសឲ្យខ្ញុំមាននៅថ្ងៃសៅរ៍ថ្ងៃអាទិត្យនិងមានពេលវេលាដើម្បីបម្រើព្រះអង្គផងហើយសាលាគម្ពីរដែលខ្ញុំរៀនមានឈ្មោះថាវិទ្យាស្ថានព្រះគម្ពីរកម្ពុជាហៅកាត់ថា CBI ពេលនោះខ្ញុំបានធ្វើតេស្តនៅសាលា CBI ជាប់ហើយខ្ញុំក៏បានរៀននៅក្នុងសាលានោះជាឆ្នាំទី1ប៉ុន្តែក្នុងឡុងពេលខ្ញុំរៀននៅទីនោះក្នុងឆ្នាំទី1ខ្ញុំក៏នៅតែបន្តមានបញ្ហាខ្លះៗនៅក្នុងជីវិតរបស់ខ្ញុំហើយខ្ញុំក៏ត្រូវបានផ្អាកពីសាលាគម្ពីរហើយខាងអង្គការគេបានប្រាប់ថាខ្ញុំត្រូវតែព្យាយាមរកការងារបើសិនជាខ្ញុំអត់អាចរកការងារធ្វើបានក្នុងអំឡុងពេលដែលខ្ញុំផ្អាកពីសាលាគម្ពីរនោះគេអត់អាចបន្តជាមួយខ្ញុំបានទៀតហើយពេលនោះខ្ញុំព្យាយាមរកការងារផ្សេងធ្វើ
ធ្វើក៏ប៉ុន្តែអត់មានការងារមួយណាដែលអាចឆ្លើយតបជាមួយខ្ញុំបានសោះហើយនៅពេលដែលខ្ញុំមានអារម្មណ៍មិនល្អមិនស្រួលជាមួយនឹងខ្លួនឯងបែបនេះខ្ញុំក៏បាននឹកឃើញអំពី Teen Challenge ម្ដងទៀតហើយខ្ញុំបានទៅជួបជាមួយនឹងថ្នាក់ដឹកនាំអង្គការនៅភ្នំពេញខ្ញុំប្រាប់ថាខ្ញុំចង់ត្រឡប់មក Teen Challenge វិញហើយពេលនោះថ្នាក់ដឹកនាំរបស់អង្គការដែលខ្ញុំនៅភ្នំពេញនោះគាត់ក៏បានតាក់ទងមកលោកគ្រូម៉ាប់ហើយប្រាប់ថាខ្ញុំចង់មក Teen Challenge វិញហើយអរគុណព្រះអង្គលោកគ្រូក៏បានឆ្លើយតបហើយអាចឲ្យខ្ញុំអនុញ្ញាតឲ្យខ្ញុំមកនៅ Teen Challenge វិញបងចឹងនៅពេលដែលបងជួបបញ្ហាច្រើនចឹងបងដែលអន់ចិត្តឲ្យចង់ត្រឡប់ទៅធ្វើអីដែលបងតបធ្វើពីមុនអត់ខ្ញុំអត់ដែលមានបំណងចិត្តចង់ត្រឡប់ទៅជីវិតកាលពីអតីតកាលរបស់ខ្ញុំទៅទេសោះហើយក៏អត់ដែលគិតថាចង់គិតខ្លីចំពោះខ្លួនឯងឬក៏មានការអន់ចិត្តចំពោះខ្លួនឯងទៀតទេហើយសម្រាប់ការដែលខ្ញុំមក Teen Challenge ជាលើកទី2គឺប្រៀបដូចជាឱកាសសម្រាប់ជីវិតរបស់ខ្ញុំសាជាថ្មីម្ដងទៀតដែរហើយខ្ញុំចាប់ដើមដឹងថាព្រះអង្គទ្រង់មិនដែលបោះបង់ខ្ញុំចោលទោះបីជាខ្ញុំមានកំហុសហើយធ្លាក់ចុះយ៉ាងណាក៏ដោយក៏ព្រះអង្គនៅតែនៅក្បែរខ្ញុំហើយជាពិសេសពេលដែលខ្ញុំមកដល់ Teen Challenge វិញលោកគ្រូមកគាត់បានឲ្យខ្ញុំសម្រាប់មួយរយៈហើយបន្ទាប់មកទៀតគាត់មកជួបខ្ញុំហើយបានសួរខ្ញុំថាតើខ្ញុំឬក៏ប្អូនចង់ទៅសិក្សានៅសាលាព្រះគម្ពីរវិញដែរឬទេហើយពេលនោះហើយខ្ញុំបានឆ្លើយតបទៅកាន់គាត់ថាខ្ញុំចង់ត្រឡប់ទៅសិក្សានៅសាលាព្រះគម្ពីរវិញហើយខ្ញុំក៏ចាប់ដើមបានត្រឡប់ទៅសិក្សានៅសាលាព្រះគម្ពីរជាឆ្នាំទី2ហើយក្នុងឆ្នាំទី2នោះផងដែរគឺជាពេលវេលាដែលខ្ញុំបានរៀនច្រើនអំពីព្រះអង្គរៀនច្រើនអំពីយល់អំពីផែនការរបស់ព្រះអង្គសម្រាប់ជីវិតរបស់ខ្ញុំហើយខ្ញុំដឹងកាន់តែច្បាស់ថាព្រះអង្គទ្រង់មិនដែលចាកចោលខ្ញុំឬក៏ទុកខ្ញុំចោលទេបើទោះជាជីវិតរបស់ខ្ញុំខុសចំពោះព្រះអង្គហើយពេលខ្លះចង់ដើរចេញពីព្រះអង្គក៏ប៉ុន្តែព្រះអង្គអត់ដែលទុកខ្ញុំចោលទេខ្ញុំចង់បញ្ជាក់ប្រាប់ត្រង់នេះថាដរាបណាយើងនៅតែមានជីវិតហើយនឹងតែមានឱកាសចូលទៅរកព្រះអង្គហើយកែប្រែជីវិតរបស់យើងសាជាថ្មីឡើងវិញចាប៉ិតមែនទេបងតើយើងនឹងមានឱកាសសូមបានស្វែងរកព្រះអង្គឲ្យអស់ពីចិត្តហើយរៀនស្គាល់អំពីព្រះអង្គថែមទៀតចឹងបន្ទាប់ពីខ្ញុំបានស្ដាប់រឿងបងច្រើនហើយតាំងពីនៅក្មេងហើយនៅពេលដែលបងជួបទុក្ខលំបាកឥឡូវខ្ញុំចង់ឲ្យបងលើកពីកិច្ចការមួយដែលបងពិតជាចង់អរគុណព្រះអង្គចំពោះអ្វីដែលព្រះអង្គបានធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់បងអូតើតើជាមួយនឹងកិច្ចការដែលខ្ញុំចង់អរគុណព្រះអង្គគឺមានច្រើនខ្លាំងណាស់ប៉ុន្តែខ្ញុំចង់អរគុណព្រះអង្គមួយជាពិសេសសម្រាប់ជីវិតរបស់ខ្ញុំគឺព្រះអង្គបានរៀបចំគ្រួសារមួយមកដល់ខ្ញុំគឺខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងភរិយារបស់ខ្ញុំហើយនៅពេលដែលខ្ញុំចាប់ដើមមានគ្រួសារតែខ្ញុំដឹងថាខ្ញុំត្រូវតែរៀនឲ្យចេះទុកចិត្តលើព្រះអង្គជាជាងទុកចិត្តលើសេរីភាពនិងសមត្ថភាពរបស់ខ្លួនឯងហើយនៅពេលដែលខ្ញុំរៀបអាពាហ៍ពិពាហ៍មានគ្រួសាររួចហើយខ្ញុំអត់បានទៅនៅ Teen Challenge ទេហើយខ្ញុំនៅតែបន្តរៀននៅក្នុងសាលាកាពីឆ្នាំទី2របស់ខ្ញុំពេលដែលខ្ញុំបានរៀនចប់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំគឺសម្រេចចិត្តមកធ្វើការនៅភ្នំពេញហើយជីវិតនៃការធ្វើការនៅក្នុងពេញរបស់គ្រួសាររបស់ខ្ញុំគឺមានការខ្វះខាតជាខ្លាំងហើយរយៈពេលជាង1ឆ្នាំមកយើងបានអធិដ្ឋានទៅកាន់ព្រះអង្គនៅពេលនោះដែរហើយសូមឲ្យព្រះម្ចាស់ជាព្រះមិនមានផែនការរៀបចំឲ្យយើងត្រឡប់មកខេត្តវិញខ្ញុំចង់និយាយអំពីផែនការមួយឲ្យចង់អរគុណព្រះអង្គគឺពេលដែលខ្ញុំអធិដ្ឋានខ្ញុំបានចាំពីស្នំពរបងប្អូនខ្ញុំគាត់បានអធិដ្ឋានថាពេលដែលគាត់ត្រឡប់ទៅស្រុកវិញត្រឡប់ទៅខេត្តវិញគាត់អត់ចង់ធ្វើការរោងចក្រឬក៏នៅផ្ទះតនេទេគាត់ចង់ធ្វើការដោយមានសៅរ៍អាទិត្យសម្រាប់ថ្វាយបង្គំព្រះអង្គហើយអរគុណព្រះអង្គព្រះបានឆ្លើយតបចំពោះគាត់បានធ្វើការនៅសាលារៀនមួយបែបពីបរិស័ទហើយមានពេលសៅរ៍អាទិត្យដើម្បីថ្វាយបង្គំព្រះអង្គតែសម្រាប់ខ្ញុំនៅពេលដែលខ្ញុំទៅដល់ខេត្តវិញខ្ញុំអត់ទាន់មានការងារធ្វើនៅឡើយប៉ុន្តែនៅក្នុងរយៈពេលនោះខ្ញុំបានឲ្យដឹងថាខ្ញុំរៀនឲ្យទុកចិត្តលើព្រះអង្គហើយចេះរងចាំអំពីផែនការរបស់ព្រះអង្គសម្រាប់ជីវិតរបស់ខ្ញុំថែមទៀតមិនយូរប្រហែលប្រហែលជា3ខែលោកគ្រូម៉ាំគាត់បានខលមកខ្ញុំហើយប្រាប់ថាគាត់មានការងារមួយឲ្យខ្ញុំធ្វើហើយគាត់ប្រាប់ថាដោយសារតែមានអ្នកជំងឺម្នាក់ដែលគេពឹងឲ្យ Teen Challenge ជួយមើលហើយអ្នកជំងឺនេះខ្ញុំធ្លាប់ស្គាល់គាត់ពីមុនដែរនៅភ្នំពេញហើយជំងឺរបស់គាត់ត្រូវបានវិវត្តឡើងវិញគាត់ថាមានតែខ្ញុំទេដែលគាត់អាចទុកចិត្តបានហើយគាត់
ដែលយើងអាចជួយមើលគាត់បានហើយគាត់ប្រាប់ថាមានដង្វាយខ្លះសម្រាប់ខ្ញុំដែរខ្ញុំពេលឮហើយខ្ញុំសប្បាយចិត្តដោយសារតែយើងអត់ការងារធ្វើពី3ខែហើយគាត់បានប្រាប់យើងឲ្យទៅមើលថែអ្នកជំងឺខ្ញុំក៏សប្បាយចិត្តហើយនៅពេលនោះគឺដើមឆ្នាំ2024ខែ1គឺខ្ញុំបានទៅមើលថែអ្នកជំងឺនោះហើយខ្ញុំចាំបានថាដង្វាយដែលខ្ញុំបានពេលនោះមួយខែពីគាត់$100ហើយអរគុណព្រះអង្គហើយបាននៅខ្ញុំមានដង្វាយសម្រាប់គ្រប់គ្រងជីវភាពក្រុមគ្រួសាររបស់ខ្ញុំដែរអ្វីដែលខ្ញុំចង់អរគុណព្រះអង្គលើសពីដង្វាយគឺព្រះអង្គបានរៀបចំកន្លែងឲ្យគ្រួសាររបស់ខ្ញុំបានស្នាក់នៅយ៉ាងកក់ក្ដៅអរគុណព្រះអង្គបងពិតជាមានជំនឿរឹងមាំខ្លាំងមែនតើមិនថាបងជួបបញ្ហាធំឬតូចក្ដីប៉ុន្តែបងនៅតែជាប់ជាមួយនឹងសេចក្ដីជំនឿហើយទុកចិត្តលើព្រះអង្គជានិច្ចពិតមែនតែខ្ញុំពិតជាសរសើរនឹងការព្រះអង្គដែលព្រះអង្គម្ចាស់ជាព្រះបានតែបន្តធ្វើដំណើរជាមួយខ្ញុំហើយអ្វីដែលជាអំណរដ៏លើសលប់សម្រាប់ខ្ញុំហើយក៏ជាបំណងចិត្តរបស់ខ្ញុំមួយសម្រាប់កន្លែងដែលខ្ញុំរស់នៅគឺខ្ញុំបានលោកគ្រូបានឲ្យខ្ញុំធ្វើការស្ម័គ្រចិត្តនៅទីនោះហើយក្នុងទូនាទីបង្រៀនសភៅជា NC សម្រាប់ថ្នាក់តូចហើយខ្ញុំពិតជាមានអារម្មណ៍ថាមានអំណរខ្លាំងមែនទែនមូលហេតុដោយសារតែខ្ញុំបានគិតចំណុចនេះយូរហើយតែខ្ញុំចង់បម្រើកិច្ចការងារខ្លះនៅក្នុងមណ្ឌលដែលខ្ញុំបានធ្លាប់រស់នៅហើយអ្វីដែលជាអំណរដ៏លើសលប់សម្រាប់ជីវិតរបស់ខ្ញុំខ្លាំងបំផុតនោះគឺខ្ញុំត្រូវបានអនុញ្ញាតឲ្យធ្វើការនៅក្នុងមណ្ឌលដែលខ្ញុំរស់នៅជាបុគ្គលិកហើយមានឱកាសក្នុងការបម្រើបនកិច្ចរបស់ព្រះអង្គនៅក្នុងក្រុមជិតរបស់ខ្ញុំផងដែរបន្ទាប់ពីខ្ញុំស្ដាប់រឿងបងហើយខ្ញុំពិតជាមានកម្លាំងចិត្តខ្លាំងមែនតើមិនថាបងជួបឧបសគ្គជាច្រើននៅក្នុងជីវិតឬក៏ក្នុងការងារអញ្ចឹងបងតើបងមានពាក្យអីដែលទៅចិត្តជូនទៅកាន់បងប្អូនរបស់យើងអត់អ្វីដែលខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នានៅថ្ងៃនេះគឺថាបើទោះបីជាជីវិតរបស់ផងយើងធ្លាក់ចុះជាមួយនឹងបញ្ហានៅជីវិតជាច្រើនមិនថាយើងជាប់គាំងជាមួយនឹងគ្រឿងញៀនហើយយើងគិតថាខ្លួនឯងសង្គមកន្លែងត្រូវការគ្រួសារឡើងឲ្យតម្លៃថ្ងៃនេះខ្ញុំចង់ប្រាប់ថាលោកអ្នកបងប្អូនទាំងអស់គ្នានៅតែមានឱកាសអាចបើកចិត្តឲ្យទទួលយកព្រះអង្គព្រះយេស៊ូវគ្រីស្ទជាព្រះលើជីវិតរបស់លោកអ្នកបងប្អូនហើយឲ្យរៀនឲ្យស្គាល់អំពីបំណងប្រហារតីព្រះអង្គស្គាល់អំពីផែនការរបស់ព្រះអង្គស្គាល់អំពីសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណារបស់ទ្រង់ហើយខ្ញុំក៏ជឿថាបងប្អូនទាំងអស់គ្នានឹងបើកចិត្តទទួលជឿលើព្រះអង្គហើយមានបំណងចិត្តនឹងការដើរតាមព្រះអង្គផ្សាយដំណឹងល្អបង្កើតអ្នកដែលមិនទាន់ជឿឲ្យគេបានជឿដោយអ្វីដែលយើងបានជឿទៅលើព្រះអង្គផងដែរព្រោះព្រះអង្គទ្រង់គឺជាចម្លើយសម្រាប់ជីវិតរបស់យើងហើយគ្រប់ទាំងបន្ទុកនិងបញ្ហារបស់យើងដែលយើងរាប់ថាធ្ងន់នោះនឹងត្រូវបានព្រះអង្គដោះស្រាយឲ្យបានធូរស្រាលបន្តិចម្ដងហើយជីវិតរបស់យើងនឹងចាប់ដើមបានជួបជាមួយនឹងសន្តិភាពដែលមកពីព្រះអង្គសេចក្តីសុខសាន្តរបស់ទ្រង់ជាចុងក្រោយខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនថាព្រះយេស៊ូវឆ្លៃបងប្អូនទាំងអស់គ្នាហើយព្រះអង្គរងចាំបងប្អូនទាំងអស់គ្នាអរគុណច្រើនបងសម្រាប់ការចែកចាយទីបន្តដ៏អស្ចារ្យនិងពាក្យលើកទឹកចិត្តមួយនេះបងចុះប៉ះសិនជាអ្នកទស្សនារបស់យើងគាត់អត់តន់ជឿលើព្រះអង្គហើយបន្ទាប់ពីស្ដាប់ទីបន្តបងហើយគាត់ទទួលបានការប៉ះពាល់ចង់ផ្លាស់ប្រែហើយចង់បើកចិត្តទទួលជឿលើព្រះអង្គតើបងអាចអធិដ្ឋានឲ្យពួកគាត់បានអត់ប្រកាសជាបានហើយមានអារម្មណ៍ថារំភើបទៀតផងឥឡូវនេះគឺជាឱកាសសម្រាប់បងប្អូនដែលមានបំណងចិត្តចង់ទទួលជឿលើព្រះអង្គហើយចង់យាងព្រះអង្គគង់នៅក្នុងដួងចិត្តសូមបានបិទភ្នែកហើយអធិដ្ឋានជាមួយខ្ញុំព្រះបិតានៃយើងខ្ញុំអើយនៅថ្ងៃនេះទូលបង្គំសូមអធិដ្ឋានសម្រាប់បងប្អូនដែលបានទស្សនានៅទីបន្តនៅថ្ងៃនេះដែលគាត់មានបំណងចិត្តថាចង់ទទួលជឿលើព្រះអង្គគាត់សូមអធិដ្ឋានសូមឲ្យព្រះម្ចាស់ជាព្រះបានប៉ះពាល់ដូចចិត្តបងប្អូនទាំងអស់គ្នាហើយសូមឲ្យព្រះម្ចាស់ជាព្រះបានជួយកំសាន្តចិត្តពួកគាត់ទាំងអស់គ្នាជាមួយនឹងវត្តមានព្រះអង្គនៅថ្ងៃនេះសូមព្រះជាម្ចាស់បានជួយបង្ហាញផ្លូវសម្រាប់បងប្អូនទាំងអស់គ្នាប្រសិនបើពួកគាត់កំពុងតែមានបញ្ហាការបាក់ទឹកចិត្តសូមឲ្យព្រះម្ចាស់ជាព្រះបានកំសាន្តចិត្តពួកគាត់ទាំងអស់គ្នាប្រសិនបើពួកគាត់កំពុងតែមានវិបត្តិនៅក្នុងក្រុមគ្រួសារសូមឲ្យព្រះម្ចាស់ជាព្រះបានប្រទាននូវដំណោះស្រាយហើយប្រសិនបើពួកគាត់កំពុងតែខ្វះភាពកក់ក្ដៅសូមឲ្យព្រះម្ចាស់ជាព្រះទ្រង់ធ្វើជាភាពកក់ក្ដៅសម្រាប់ជីវិតរបស់ពួកគាត់ប្រសិនបើពួកគាត់កំពុងតែខ្វះខាតសូមឲ្យព្រះម្ចាស់ជាព្រះបានបំពេញពួកគាត់ជាមួយនឹងព្រះគុណរបស់ព្រះអង្គហើយប្រសិនបើពួកគាត់កំពុងតែស្ថិតនៅក្នុងការញៀនណាមួយព្រះម្ចាស់អើយមិនថា
លបែងស្រីស្រាគ្រឿងញៀនឬក៏អ្វីផ្សេងនោះសូមឲ្យព្រះអង្គម្ចាស់ជាព្រះបានធ្វើជាដំណោះស្រាយសម្រាប់ជីវិតរបស់គាត់ឲ្យគាត់អាចមានច្រកចេញអំពីចំណងអរូបីទាំងអស់នោះផងដែរព្រះម្ចាស់អើយហើយជាពិសេសសូមឲ្យព្រះអង្គម្ចាស់ជាព្រះបានកត់ពួកគាត់នៅក្នុងក្រាំងបញ្ជីរបស់ព្រះអង្គនៅថ្ងៃនេះក៏សូមអធិដ្ឋាននៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន អាមែនអរគុណច្រើនបងសម្រាប់បងប្អូនដែលបានចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំសូមបានឆាតចូល page ដើម្បីយើងខ្ញុំបានឆាតចូល chat ជាមួយនឹងបងប្អូនបន្ថែមទៀតអំពីព្រះយេស៊ូវអរគុណបងប្អូនសម្រាប់ការតាមដានទស្សនានិងចែករំលែកវីដេអូទីបន្តនេះជាមួយមិត្តភ័ក្តិរបស់អ្នកត្បិតយើងជឿថាអស់អ្នកដែលត្រូវការពន្លឺនៅក្នុងជីវិតគេនឹងមកវាយរកទិសដៅថ្មីក្នុងព្រះអង្គម្ចាស់ព្រោះព្រះយេស៊ូវជាផ្លូវជាសេចក្តីពិតនិងជាជីវិតចាប់ផ្ដើមទិសដៅថ្មីរបស់អ្នកនៅថ្ងៃនេះសូមព្រះប្រទានពរប្រសិនអ្នកទទួលបានការលើកទឹកចិត្តត្រូវការអ្នកប្រឹក្សាមានសំណុំពរអធិដ្ឋានឬមានទីបន្ទាល់ដ៏អស្ចារ្យចង់ចូលរួមចែករំលែកនោះសូមបានឆាតមកយើងតាមរយៈប្រអប់សារ